មិនស្រីម្នាក់នេះនៅគ្នាត្រូវបានគេប្រទះឃើញសាកសពនៅក្នុងឡាន Tesla មួយគ្រឿងរបស់តារាចម្រៀងដ៏ល្បីនៅក្នុងសហរដ្ឋអាមេរិកដែលជានរគ្រងនោះមានឈ្មោះថា Galaxy Rivers Hernandez ដែលនាងតបតែមានអាយុត្រឹមតែ15ឆ្នាំទេអ្នកគ្នាគឺក្មេងខ្លាំងមែនតើហើយក្មេងស្រីម្នាក់ហ្នឹងគឺត្រូវបានគេរាយការណ៍ថាបាត់ខ្លួនញយខ្លាំងមែនតើដោយសារតែខាងគ្រួសាររបស់នាងគឺបានរាយការណ៍មកថានាងបាត់ចេញពីផ្ទះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺចេញចូលចឹងតែម្ដងនេះគឺបាត់ជាយូរខ្លាំងមែនតើគឺខាងគ្រួសារហ្នឹងគឺសង្ស័យខ្លាំងនៅក្នុងឆ្នាំ2024ហ្នឹងគឺគេបានរាយការណ៍ថានាងបាត់ខ្លួននៅក្នុងទីក្រុង Lake Elsinore នៅក្នុងរដ្ឋ California ហើយការបាត់ខ្លួនរបស់នាងហ្នឹងគឺគេបានសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងតារាចម្រៀងដ៏ល្បីអ្នកឈ្មោះថា David មិន David ខ្ញុំទេអ្នកគ្នាគឺ David តារាចម្រៀងឈ្មោះពេញរបស់គាត់គឺ David Anthony Bog អ្នកគ្នាបានស្ដាប់បទនេះអត់នេះហើយគឺជាម្ចាស់បទចម្រៀងមួយបទហ្នឹងអ្នកគ្នាហើយអ្នកគ្នាមិនបានឆ្ងល់ថាមិនបានគេសង្ស័យលើគាត់អូខេខំមកចិត្តទៀតចាំខ្ញុំរៀបរាប់អាហារការទាំងអស់ហ្នឹងពីរឿងហ្នឹងគឺវាចែកកាលពីឆ្នាំ2024ហ្នឹងគឺគេសង្ស័យថាប៉ែ David ហ្នឹងជាមួយនឹង Galaxy ហ្នឹងអាចនឹងមានតំណែងស្នេហាមួយគ្នាដោយសារតែរូបថតរបស់គេទាំងពីរនាក់ហ្នឹងគឺបានបែកធ្លាយ David ជាមួយនឹង Galaxy ហ្នឹងគឺមានអារូបភាពចេញមករបៀបស្និទ្ធស្នាលនិយាយទៅគឺ sweet ខ្លាំងតែគាត់តែយើងដាក់ភ្នែកមើលទៅគឺយើងដឹងមកថាអាចនឹងជាគូស្នេហ៍ឬក៏លើសនឹងទៀតស្រាប់តែការវិធាន8កញ្ញាឆ្នាំ2025កន្លងទៅនេះគឺគេបានប្រទះឃើញសាកសពដែលស្អុយរលួយនៅក្នុងឡាន Tesla មួយគ្រឿងហើយអាផ្ទៃមុខនៅក្នុងឡានរបស់សាកសពហ្នឹងគឺមើលអត់ស្គាល់ទេអ្នកគ្នាគឺអាចកំណត់អត្តសញ្ញាណរបស់នាងបានទេប៉ូលីសក៏បានកែនទៅស្លាកលេខឡាន Tesla ហ្នឹងក៏បានឃើញថាម្ចាស់ឡាន Tesla ហ្នឹងគឺជា David ជាតារាចម្រៀងដ៏ល្បីម្នាក់ហ្នឹងសោះប៉ូលីសក៏អត់ទាន់ហ៊ានធ្វើអីភ្លាមៗដែរអ្នកគ្នាដោយសារតែមានផុសតាងឬក៏អីច្បាស់លាស់អញ្ចឹងទៅក៏គាត់សម្រាប់ពជាបានប្រហែលជា8ថ្ងៃក្រោយមកនៅថ្ងៃទី16កញ្ញាហ្នឹងដោយខាងមន្ទីរពេទ្យបានពិនិត្យឬក៏ធ្វើកសោវិច័យទៅបានរកឃើញថាសាកសពហ្នឹងជាសាកសពរបស់ Galaxy Rivers Hernandez ក្រោយទៀតនៅក្នុងចុងខែកញ្ញាហ្នឹងក៏ប៉ូលីសសម្រេចចិត្តថាចូលទៅឆែកឆេរនៅផ្ទះរបស់ David ដែលគេបានដកគ្រឿងអេឡិចត្រូនិកទាំងអស់របស់ David ព្រមទាំង hard disk មួយថែមទៀតដើម្បីស្វែងរកឬក៏ស្រូររកអាផុសតាងទាំងអស់ហ្នឹងដើម្បីមកចោលលើ David ហ្នឹងដល់រឿងហ្នឹងកើតឡើងចឹងទៅ agency របស់ David ហ្នឹងក៏គាត់នៅស្ងៀមណាស់ក៏គាត់ចេញមកនិយាយថា David ហ្នឹងកំពុងតែស្វែងរកឃាតករជួយទៅលើប៉ូលីសដែរហើយសូម្បីតែ brand Cross ជាមួយនឹង Hollister ដែលជា brand sponsor ទៅលើ David ហ្នឹងក៏បានបករូបរបស់គាត់ចេញពីការឃោសនារបស់គាត់ចេញដែរហើយសូម្បីតែគម្រោងត្រូវធ្វើ concert នៅ San Francisco ជាមួយនឹង Los Angeles ហ្នឹងក៏គេធ្វើការរំសាយចោលទាំងអស់ដែរដោយសារតែរឿងទាំងអស់ហ្នឹងគឺគេសង្ស័យថាគាត់អាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងក្តីឃាតកម្មអញ្ចឹងទៅក៏គេបានរំសាយទាំងអស់សូម្បីតែ brand ផ្ដាច់ sponsor គាត់ទាំងអស់អញ្ចឹងទៅប៉ុន្តែរឿងនឹកស្មានម្ដងហ្នឹងគឺ David បានចេញបទចម្រៀងមួយបទរយៈពេល7ខែមុនហ្នឹងគឺមានចំណងថា One More Dance ហើយសំខាន់បទ David ហ្នឹងគឺព្រោះទេអ្នកគ្នាបែបសែតលងលោចយើងស្ដាប់ទៅលងលោចតាមយើងទៅចំណែកឯ MV ជាមួយនឹងចំណងជើងឬក៏បទចម្រៀងហ្នឹងគឺវាតាក់ទងជាមួយនឹងការស្លាប់របស់ Galaxy ខ្លាំងតែវាមានទាំងអូសសាកសពឡើងឡានមានទាំងពីជីកដៅហើយដាក់សាកសពកប់ទៀតហើយបើសង្ខេបអត្ថន័យនៅក្នុងបទហ្នឹងគឺមានន័យថាពេលដែលពួកគេពីរនាក់ហ្នឹងរួមជាមួយគ្នាសារសងជាមួយគ្នានឹងហាភ្លៀងហ្នឹងហើយបន្ទាប់មកគឺបានចាក់ចេញបែកបាក់ពីគ្នាដល់ពេលដែលយើងមើលបទហ្នឹងហើយទៅវាមានអារម្មណ៍ថាវាកំសត់ខ្លាំងតែហើយនឹងព្រួយទៀតដោយសារតែគាត់ជាជនសង្ស័យបន្ទាប់ពីរឿងហ្នឹងកើតឡើង David ហ្នឹងក៏បានរត់ចេញពីផ្ទះជួលរបស់គាត់ដែលមានតម្លៃ$20,000នៅក្នុង Hollywood Hills ហើយលុបគ្រប់រូបភាពទាំងអស់ដែលជាប់ពាក់ព័ន្ធជាមួយនឹងគាត់ហ្នឹងវាធ្វើឲ្យប៉ូលីសហ្នឹងកាន់តែសង្ស័យទៅលើគាត់ខ្លាំងថែមលើនឹងទៀតប៉ុន្តែយ៉ាងណាមិញអ្នកគ្នាអារឿងក្តីទាំងអស់ហ្នឹងគឺអត់តបានកាត់ក្តីឡើយទេលោកបងប៉ូលីសយើងគឺនៅតែបន្តស៊ើបអង្កេតបន្ថែមទៀតអញ្ចឹងហើយ fan ប៉ុនជាច្រើនក៏បានឲ្យគាត់ហ្នឹងចេញមកបកស្រាយហេតុការណ៍ទាំងអស់ហ្នឹងគឺបានសង្កត់ធ្ងន់ទៅលើ David ហ្នឹងឲ្យមកបកស្រាយអត្ថន័យនៅក្នុងបទហ្នឹងទៀតអូខេមានតែប៉ុណ្្នឹងអ្នកគ្នាហើយក៏ចូលរួមសោកស្ដាយទៅក្មេងស្រីដែលមានឈ្មោះថា Galaxy Rivers Hernandez ដែរហើយបើសិនជាមានព័ត៌មានបន្ថែមអាប់ដេតទៀតខ្ញុំនឹងមកបកស្រាយឬក៏ផុសវីដេអូចែកបងប្អូនតទៀត